សួស្តីបងប្អូនទាំងអស់គ្នាវីដេអូថ្ងៃនេះចង់មកចែករំលែកបងតែចង់ដាក់កម្មវិធី B3 ហើយចង់ចេះធ្វើការតាមដាន case ឬសំណុំរឿងរបស់បងដោយខ្លួនឯងដែរជាជាងការជឿឬក៏ឮតែពី agency អញ្ចឹងខ្ញុំនឹងធ្វើវីដេអូចែករំលែកបងពី case ដែលយើងមានស្រាប់ណាហើយថាតើយើងអាចឆែកនៅក្រសួងការងារអាមេរិករបៀបម៉េច USCIS របៀបម៉េចហើយនឹង NBC ឬក៏ US Embassy របៀបម៉េចអញ្ចឹងទាំង3ស្ថាប័ននេះយើងនឹងធ្វើវីដេអូបង្ហាញ screen ជូនបងឲ្យបានឃើញថាតើបងអាចតាមដាន case ហ្នឹងដោយរបៀបណាហើយ case នៃការតាមដាននៃស្ថាប័នទាំង3នីមួយៗហ្នឹងត្រូវការព័ត៌មានឬក៏ case number បែបម៉េចដើម្បីយើងអាចតាមដានទៅត្រូវហើយនឹង website របស់រដ្ឋាភិបាលដែលជា website ផ្លូវការដោយរបៀបម៉េចអញ្ចឹងសូមតាមដានទាំងអស់គ្នាបាទជាដំបូងគឺយើងធ្វើការឆែក case number នៅក្រសួងការងារអាមេរិកដែលជាដំណាក់កាលទី1ណាបងអញ្ចឹងក្រសួងការងារអាមេរិកគឺ US Department of Labor បងឃើញហ្នឹងគឺ website an official government of the United States government ហ្នឹងគឺមានន័យថា website របស់រដ្ឋគេហើយមិនជា website របស់ agency អីអញ្ចឹងបងអាចធ្វើការឆែកហើយឃើញទិន្នន័យរបស់បងនៅលើ website របស់រដ្ឋាភិបាលតែម្ដងដែលចាំបាច់ឆែកលើ agency ណាបងអាចឃើញហើយតាមដានខ្លួនឯងនៅក្រសួងការងារគោលបំណងគឺស្នើសុំ labor certification បច្ចុប្បន្ន16ខែអញ្ចឹងនេះជាទូទៅគឺយើងមាន case មក case នៅក្នុងនេះគឺយើងមាន case តេជនម្នាក់ដែលដាក់ទៅខាង stock option trailer ណា case ជាទូទៅគឺចាប់ផ្ដើមដោយអក្សរ G បងឃើញអញ្ចឹងចាប់ផ្ដើមដោយអក្សរ G ប្រហែលអញ្ចឹងមកម្នាក់មាន case រៀងខ្លួនអញ្ចឹងបងអាចចុច search ទៅនៅពេលដែលចុច search ទៅគឺឃើញហើយគឺប្រភេទ visa program គឺ perm ហើយ case number case របស់បងហ្នឹងប្រហែលរៀងខ្លួនហ្នឹងណាហើយបន្តមកក្រុមហ៊ុន employer នៅក្នុងនេះគឺ stock option trailer គឺបងឃើញអញ្ចឹង stock option trailer យើងមានអ្នកគ្រប់គ្រងច្រើនមួយរយៈតមក sampler ហ្នឹងទូនាទីណាចុង title ហើយ submit date នេះគឺជា priority date ហ្នឹងថ្ងៃដែលបងរងចាំណាថ្ងៃដែលបងចូលតំណងជួរគឺថ្ងៃ priority date នេះឯង November 8 2025តាមខែ11នេះទេហើយ status គឺកន្លែងគេដាក់ថា review អញ្ចឹងដាក់ថា review អញ្ចឹងចំណុចនៅក្នុងនេះអ្វីដែលខ្វះខាតគឺឈ្មោះរបស់បងគឺអត់មានទេឈ្មោះបងគឺស្ថិតនៅក្នុង case របស់បង unique មួយនេះហើយណាអញ្ចឹង case របស់បងមួយហ្នឹងមានបង្កប់ឈ្មោះបងហើយជាទូទៅ agency គេឲ្យទៅបងហ្នឹងគឺឲ្យ email confirmation ពីខាង DOL ហើយនៅក្នុង email confirmation ហ្នឹងប្រកាសជាមានឈ្មោះបងហើយនឹង case បងភ្ជាប់មួយឈ្មោះបងហើយអញ្ចឹងបងបាច់បារម្ភទេបើទោះមិនឃើញឈ្មោះបងមើល email ហ្នឹងទៅប្រកាសជាឃើញថាមានឈ្មោះបងអញ្ចឹង website គឺ flat.dol.gov នេះ .government អញ្ចឹងបងត្រូវចូល website ត្រូវណាបងចូលខុសឆែកទៅយល់ច្រឡំអញ្ចឹងនេះជាដំណាក់កាលទី1របៀបឆែកហើយ case របស់គេចាប់ផ្ដើមដោយអក្សរ G សម្រាប់ទី2គឺ USCIS ខ្ញុំចូលទៅ screen USCIS អញ្ចឹង USCIS គឺជាទីតាំងដែលបងសុំទៅរស់នៅសហរដ្ឋអាមេរិកសុំទៅអន្តរប្រវេសន៍ណាកន្លែងនេះយើងអាចដាក់មកគ្រួសារហើយ website របស់គេគឺ e.gov.uscis.gov សំទោសម្ដងទៀត e.gov.uscis.gov ឈ្មោះពេញរបស់គេគឺ US Citizenship ហើយនិង Immigration Services ខ្ញុំនឹង attach link website ទាំងអស់ហ្នឹងដែរឲ្យបងណានៅលើ caption អញ្ចឹងនេះគឺជា official website of the United States government មានន័យថាជា website ផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកអូខេអញ្ចឹងជាទូទៅពេលគេ submit USCIS ឲ្យបងតែទទួលបាន I797 ហ្នឹងគឺ confirmation letter ពី USCIS ថាគេបានទទួលហើយអញ្ចឹងក្នុង I797 ហ្នឹងប្រកាសជាមានឈ្មោះបងកាលពីមានឈ្មោះបងហើយគឺមាន case number ហ្នឹងហើយ case number ហ្នឹងនៅក្នុង screen ចាំមើលខ្ញុំ attach I797 ជា sample រូបភាព sample គេណាមានមិនអញ្ចឹង USCIS copy DOL ពេលយើងដាក់ទៅគឺគេមិនទទួលភ្លាមទេអាចពីអាទិត្យមួយអាទិត្យពីរខែក៏មានដែរទៅតាម center ណាអ្នកខ្លះដាក់ឲ្យមួយខែមិនទាន់បានI797 អ្នកខ្លះបានហើយ approve មកចម្លែកដែរប៉ុន្តែអីទេពេលបងទទួលបាន case number បងចូលមកឆែកមកអញ្ចឹងនេះគឺជា case number អតិថិជនយើងម្នាក់យើងឆែក sample បងវាយលេខ case ចូលមកតែជាទូទៅចាប់ផ្ដើមដោយអក្សរ I O ប្រហែលអញ្ចឹងទៅណាទៅតាម case ដែលគេឲ្យមកអញ្ចឹងយើងចុច check status នេះមកវារៀងវល់ខ្យល់បន្តិចក្នុង website នេះ
phải chụp bộ nhung thời refresh tích chẳng ai dùng bạc sao nhung ok chân chạy một lòng tiếp nè chân được về để trái mới bị chạy starter bạc như hệ bọn khởi nhé chỉ nói chơi bao cái đã thả case was sent to Department of State anh ấy mình thả case có approve hay cái nhà từ Department of State nó nhà từ NBC đó NBC nó làของ Department of State hay Embassy nó làของ Department of State Department of State กระทรวงการต่างประเทศมีในถักใครนี่คือ process ทางแขกอะไรได้ตามอย่างการสัมเพลใน Embassy จังเกได้ใน on September 26 ปี2024นั่นคือใครนั่งเธอบานรู้ให้ receipt number ประมาณจังถ้าคือพญาเธอทางกระทรวงการต่างประเทศอะไรในใบ process ต่อโจสัมเพลให้จังนั้นนะจังใครนั่นคือชายเธอประกาศจะเคย start เธอให้เบอร์ review cái data reviewเบอร์cái tâm đặtตัวtới kiểm tra thấy cái đã thằng chẳng á chẳng khai nó bong miếng bong chài màu agency cái này cái file hay cái tôi ban ai và càng có cái và còn lại bong này trong bong thời gian mới tiết case cứ khó khăn gì nơi cái số ca nghiệp xế nơi USCFC chẳng khai bày sẽ cái này tầm bày làm nạn ca chẳng làm nạn ca mới tiết này chim nạn ca trong khói cứ khang sinh than tụt làm đấy trong tập page than tụt làm đấy nhưng bị frame tích sángสถานทูตอเมริกđược gọi NBC system บอกcái hào ceac.state.govซึ่งchỉ tôi tới cứ .3 บางคนขายจานบอกเคยไอ้จังได้ US Department of State มีในทางกระทรวงการต่างประเทศนั้นจังยังไอ check status ตามใคร number บางยังบ้านไปยังดอ NBC หรือจังนั้นจังนี้ immigrant visa อันนี้ดอสถานทูตจึงมียังไง check visa มันไม่อันตราประเวทให้นั่ง visa อันตราประเวทจังยังใช้อันตราประเวทแต่พวก ABC คืออันตราประเวทนะจังใครบอกแค่อันตราประเวทอักษร PHP ไอ้เจ้าแคชบอกอาจจะจนยังมันเนี้ยได้เตรียมโจทย์สุดเพี้ยเอายมโชว์มาใช้ไอ้บองเบอร์ใครนี่คือยังบ้างแต่ไปการเปรียบสุดไอ้กระชนบอกว่าวันนั้นยังมันใช้สแตทไทม์เลยครั้งนั้นthờiการแคสเลยแคสตีมุ้ยตีปีthờiการเลยพาสปอร์ตขณะยังเป็น DSP เราพกรู้ตัวยังมีเลยพาสปอร์ตนั่นไงโอเคហើយអានេះគឺជា last name ឬ surname ដូចយើងថាតកោណាអញ្ចឹងហើយនេះគឺលេខកូដសម្ងាត់របស់គេតើបងប្អូនពេញលេខកូដសម្ងាត់ហ្នឹងទើបអាចតទៅមុខទៀតបានអញ្ចឹងយើងពេញកូដហើយសម្រាប់យើងឆែកទៅមុខទៀតអញ្ចឹងគឺចេញទៅផលមកហើយដូចបងឃើញអញ្ចឹងគឺវាដាក់ថា ready មានន័យថាគេ appointment ហើយអាចចូលសម្ភារបានហើយរៀបចំចូលសម្ភារហើយចឹងក្នុងហ្នឹងមានព័ត៌មាន case របស់បងមាន case គេទទួលពីថ្ងៃណាហើយគេ update ឲ្យយើងសម្ភារថ្ងៃណាអញ្ចឹងណាឲ្យយើង update status ចុងក្រោយថ្ងៃណាប៉ុន្តែពេលយើងចូលសម្ភារហើយបើសិនជាជាប់អីចឹងវាដាក់ថា approve ឬក៏អីចឹងទៅហើយ issue ឬក៏គេប្រើពាក្យ issue មានន័យថាចេញ visa ឲ្យណាពេលខ្លះវាចេញ refuse បើគេមិនឲ្យ visa ហើយពេលខ្លះវាចេញ administrative មានន័យថា 221G មានន័យថាមិនជាប់មិនធ្លាក់ចឹងតែប៉ុណ្្នឹងទេរបៀបឆែក case គឺមាន3ស្ថាប័នហ្នឹងហើយស្ថាប័ន3ហ្នឹងគឺបងអាចយក case មកឆែកតាមដោយខ្លួនឯងតែចាំបាច់ជឿអ្នកដទៃបានទាំងអស់ទេអញ្ចឹងកុំបារម្ភអីបងដាក់មួយ agency ណាក៏ភាគច្រើនគឺគេឲ្យ case ហ្នឹងដែរមិនថាខាងខ្ញុំខាងគេណាអញ្ចឹងវីដេអូថ្ងៃនេះមានប៉ុណ្្នឹងទេសម្រាប់បងចង់បានវីដេអូបកស្រាយពីប្រព័ន្ធអន្តរប្រវេសន៍របៀបឆែកនេះឆែកនោះអីផ្សេងទៀតគឺអាច request ពួកយើងបានfollow page យើងមួយទៅដើម្បីទទួលបានថ្មីហើយចង់បានអីអាច comment នៅក្នុង page យើងនឹងធ្វើវីដេអូចែករំលែកទៅតាមបទពិសោធន៍និងចំណេះជំនាញដែលមានអញ្ចឹងដូចបងឃើញខាងលើអញ្ចឹងបងអាចធ្វើការតាមដាន case របស់ខ្លួនឯងដូចគ្នាទៅនឹង agency ដែរគឺបងអាចសុំ case number របស់គេនៅក្រសួងការងារអាមេរិក DOL ហ្នឹង USCIS US Citizenship ហើយនិង Immigration Services ជាមួយនឹង US Embassy ទាំង3ហ្នឹងគឺតាមដានទាំង3បានដូចគ្នាហើយ case នៅក្នុង3ស្ថាប័នហ្នឹងគឺ case ផ្សេងគ្នាដែលពេលបងឆ្លងកាត់ case នីមួយឬក៏ឆ្លងកាត់ស្ថាប័ននីមួយបងសុំ case មកពីគេមកគឺជាទូទៅគេប្រកល់ឲ្យបងហើយព័ត៌មានទាំងអស់ហ្នឹងណាអញ្ចឹងជាទំនុកចិត្តមួយទៀតដែរសម្រាប់បងដែលដាក់ EB3 ហើយបងមិនសូវចេះឬក៏មិនសូវយល់ផ្លូវច្បាប់បងអាចធ្វើការតាមដាន case ទាំង3ហ្នឹងដោយងាយស្រួលដោយជឿជាក់ថាការដំណើរការ EB3 របស់បងគឺដំណើរការទៅពិតប្រាកដមែនតាមរយៈការចូលទៅឆែក case ទាំង3ហ្នឹងនៅលើ website ផ្លូវការរបស់រដ្ឋាភិបាលអាមេរិក
ចឹងសម្រាប់បងដែលកំពុងគិតថាចង់ដាក់ ABC Visa អាចធ្វើការប្រឹក្សាមួយយើងខ្ញុំដែលឥតគិតថ្លៃហើយសម្រាប់បងដែលខ្វះលទ្ធភាពបានសិក្សាហើយចង់ចាប់ផ្ដើមយើងមាន employer ល្អដូចជា Stockton នៅ Wisconsin ហើយនឹងការងារ workshop នៅ California ចាប់ផ្ដើមត្រឹមតែ4ទៅ500មួយខែអាចដាក់ ABC បានហើយអញ្ចឹងសម្រាប់សំណួរបន្ថែមឬក៏ប្រឹក្សាតាក់ទង Telegram ខាងលើ